តាជាហោជំរាបសួរស្វាគមន៍មកកាន់វីដេអូបង្រៀនភាសាចិនរបស់ខ្ញុំថ្ងៃនេះយើងនឹងរៀនទាំងអស់គ្នាតកតងជាមួយនឹងព្យញ្ជនៈចំនួន4ពេលដែលយើងប្រើជាមួយនឹងស្រៈដែលមានអក្សរចុច2ពីលើហ្នឹងគឺយើងត្រូវលុបសញ្ញាចុច2នឹងចោលហើយអានតែសំឡេងទេយើងអានសំឡេងដដែលណាយើងមានដូចជា G C C E នៅពេលដែលយើងប្រើជាមួយនឹងស្រៈ Y Ye Yuan Yun យើងត្រូវតែលុបសញ្ញាចុច2ខាងលើចោលតែអានបញ្ចេញសំឡេង y ដដែលឧទាហរណ៍ដូចជាជីជាជានជិនឈីឈៀឈៀនឈិនស៊ីសៀសៀនឈិនអ៊ីយេយេនអ៊ិនហើយព្យញ្ជនៈមួយទៀតដែលมันអាចប្រើជាមួយនឹងអ៊ូបានគឺព្យញ្ជនៈ G Ch C E គឺយើងមិនអាចប្រើជាមួយនឹងអ៊ូបានទេគឺយើងប្រើជំនួសមកវិញគឺ U អញ្ចឹងបានជាសលេងយើងភាគច្រើនឃើញឧទាហរណ៍ថាទី1ជា G U E កន្លែងដែលអក្សរ U G U E ហ្នឹងកន្លែង U ហ្នឹងគឺមានអក្សរ U ទេគឺមានន័យថាកន្លែងហ្នឹងគឺអក្សរ U ប៉ុន្តែករណីដែលយើងបានបង្ហាញខាងលើហ្នឹងគឺយើងលុបសញ្ញាចុច2ខាងលើចោលគឺចំណាំកន្លែងហ្នឹងគឺយើងចំណាំទាំងអស់គ្នាតោះឥឡូវនេះយើងចូលមកដល់ការបញ្ចេញសំឡេងហើយមានន័យថាសព្ទសញ្ញាក្នុងភាសាចិនយើងមានរហូតដល់4សំឡេងសំឡេងទី1គឺបញ្ចេញសំឡេងស្មើសំឡេងទី2បញ្ចេញសំឡេងឡើងលើសំឡេងទី3បញ្ចេញសំឡេងចុះរួចឡើងលើសំឡេងទី4បញ្ចេញសំឡេងចុះទៅក្រោមតែម្ដង4សំឡេងហ្នឹងគឺជាសព្ទសញ្ញាឧទាហរណ៍សំឡេងទី1ប៉ាសំឡេងទី2ប៉ាសំឡេងទី3ប៉ាសំឡេងទី4ប៉ាអញ្ចឹងយើងមាន4សព្ទសំឡេងហ្នឹងហើយតកតងនឹងវីដេអូនៃការរៀនភាសាចិនដំបូងនេះយើងមានតាំងពីព្យញ្ជនៈយើងមានតាំងពីស្រៈព្យញ្ជនៈបូកស្រៈគឺយើងបានរៀនរួចរាល់ហើយជាមួយនឹងការបញ្ចេញសំឡេងទៅលើសព្ទសំឡេងរហូតដល់4សំឡេងចុងក្រោយហ្នឹងជាចុងក្រោយក៏សូមអរគុណតកតងជាមួយនឹងការរៀនភាសាចិនជាមួយនឹងខ្ញុំហើយជួបជាមួយនឹងខ្ញុំបាទនៅវីដេអូបន្តទៀតខ្ញុំបាទសៀវហានសូមអរគុណសូមគោរពលាបាយបាយ